ចាជំរាបសួរកូនៗទាំងអស់គ្នាសុខសប្បាយអត់កូនចាអរគុណព្រះសម្រាប់ថ្ងៃថ្មីហើយនឹងសុខភាពហើយនឹងសុខភាពដែលព្រះអង្គតែងតែការពារដល់កូនអញ្ចឹងថ្ងៃនេះយើងរៀនពីថ្នាក់ទី4ចាមេរៀនដែលយើងរៀនថ្ងៃនេះគឺមេរៀនទី9 PV លាហើយថ្ងៃនេះអ្នកគ្រូចង់យកចំណោមមកបង្រៀនកូនទាំងអស់គ្នាតោះឥឡូវសូមកូនទាំងអស់គ្នាអានចំណោមជាមួយអ្នកគ្រូទាំងអស់គ្នាតោះចាប់ដើមម្ដាយរងជិះរថយន្តក្រុងចេញពីភ្នំពេញនៅម៉ោង 8:05 នាទីទៅដល់ក្រុងកំពង់ឆ្នាំងនៅម៉ោង 10:20 នាទីរថយន្តក្រុងឈប់សម្រាកតាមផ្លូវអស់រយៈពេល 20 នាទីតើម្ដាយរងធ្វើដំណើរក្នុងរថយន្តក្រុងអស់រយៈពេលប៉ុន្មាននាទីអញ្ចឹងម្ដាយរបស់រងនឹងគាត់ធ្វើដំណើរពីភ្នំពេញនៅម៉ោង 8:05 នាទីហើយគាត់ទៅដល់កំពង់ឆ្នាំងនៅម៉ោង 10:20 នាទីហើយរថយន្តក្រុងសម្រាប់តាមផ្លូវម៉ាត់20 នាទីអញ្ចឹងសំណួរគេសួរថាតើម្ដាយរងធ្វើដំណើរក្នុងរថយន្តក្រុងអស់រយៈពេលប៉ុន្មាននាទីតើអញ្ចឹងយើងមកមើលរបៀបឆ្លើយរបស់គ្នាឥឡូវយើងមើលរបៀបឆ្លើយអញ្ចឹងរបៀបឆ្លើយរបស់អ្នកគ្រូមានពីររបៀបប្រមាណវិធីនិងរបៀបឆ្លើយអញ្ចឹងរបៀបឆ្លើយគឺយើងរកអីគេរករយៈពេលដែលម្ដាយរងធ្វើដំណើរភ្នំពេញទៅកំពង់ឆ្នាំងចាអញ្ចឹងមិនមែនចាចេញពីភ្នំពេញម៉ោងម៉ានម៉ោង 8មែនទេម៉ោង 8:05 នាទីអញ្ចឹងទៅដល់កំពង់ឆ្នាំងម៉ោង 10:20 នាទីអញ្ចឹងយើងយកម៉ោង 10 ដកមកចា10ម៉ោង 10 ដកម៉ោង 10:20 នាទីដកម៉ោង 8:05 នាទីអញ្ចឹងយើងធ្វើប្រមាណវិធីចាអញ្ចឹងចាប់ដើមធ្វើប្រមាណវិធីដកមកអញ្ចឹងយើងមើលអ្នកគ្រូដោយសារតែអ្នកគ្រូប្រមាណវិធីឲ្យវាយូរពេកអញ្ចឹងចាប់ដើមធ្វើអញ្ចឹងយើងមើល20យើងដកមកតាមតុងរបស់វាមកតុងរៀបចំតុងរៀបតុង10ចំតុង10ចាម៉ោងយើងរក្សាវាមិនដែរចាប់តាមដកតុងរៀបមកអញ្ចឹង0ដក5បានអត់បានទេអញ្ចឹងយើងខ្ចីពីលេខ2អញ្ចឹងខ្ចីលេខ2គឺនៅសល់1ហើយលេខ0ឡើងបានទៅជាលេខ10ដក5នៅសល់5រីឯ1គឺទម្លាក់អញ្ចឹងបន្តទៅលេខបន្តទៀតអញ្ចឹង0នេះដក8បានអត់បានទេអញ្ចឹងយើងខ្ចីពីលេខ1ណាអញ្ចឹងលេខ1ខ្ចី1គឺអស់ហើយអញ្ចឹងនៅសល់0អញ្ចឹងលេខ0នេះឡើងបានទៅជាលេខ10អញ្ចឹងដល់ដក8នៅសល់2អញ្ចឹងចម្លើយឃើញ2ម៉ោង15នាទីអញ្ចឹងអ្នកគ្រូសរសេរជួបដេកមកកន្លែងរបៀបឆ្លើយនេះ2ម៉ោង15នាទីអញ្ចឹងយើងឃើញចម្លើយមួយអញ្ចឹងយើងមើលទៀតតើយើងរកអីអញ្ចឹងរកម្ដាយរងដែលគាត់ធ្វើដំណើរពិតប្រកបអញ្ចឹងយើងមើលរករយៈពេលដែលរករយៈពេលធ្វើដំណើរពិតប្រាកដអញ្ចឹងយើងយក2ម៉ោង15នាទីដកនឹង20នាទីអញ្ចឹងយើងនឹងឃើញចម្លើយថាម្ដាយបងរងធ្វើដំណើរអស់រយៈពេលប៉ុន្មានអញ្ចឹងយើងគិតមើលមកនេះ2ម៉ោង15នាទីបើយើងដើម្បីបដូរម៉ោងទៅនាទីគឺយើងគុណនឹង60អញ្ចឹង2ម៉ោងនេះឡើងទៅជាប្រមាណនេះចំនួនប្រមាណគុណនឹង60គឺ120បូកនឹង15អញ្ចឹង35អញ្ចឹង135ដក20នាទីអញ្ចឹងឃើញប៉ុន្មានគាត់ឃើញ115នាទីអញ្ចឹង115នាទីបើយើងគិតជាម៉ោងតើឃើញប៉ុន្មានបើ1ម៉ោង60អញ្ចឹង15នាទីសុំទោស1ម៉ោង15នាទីអញ្ចឹង60វា1ម៉ោងអញ្ចឹងនៅសល់40សល់55អញ្ចឹងស្មើនឹង1ម៉ោង55នាទី1ម៉ោង55នាទីចឹងរយៈពេលដែលម្ដាយរងគាត់ធ្វើដំណើរទៅប្រកបគឺ1ម៉ោង55នាទីចឹងឆ្លើយថាម្ដាយរងធ្វើដំណើរអស់រយៈពេលដាក់មក1ម៉ោង5
ទីចឹងយើងបានចម្លើយដែលគាត់ពេលវេលាដែលពិតប្រកបរបស់ម្ដាយរងគាត់ធ្វើដំណើរអញ្ចឹងចម្លើយគឺ1 ម៉ោង 55 នាទីអញ្ចឹងលំហាត់ឬក៏ចំណោទនេះគឺចាប់តែប៉ុណ្ណេះហើយអ្នកគ្រូសង្ឃឹមថាកូនអាចយល់ចំណោទមេរៀននៅថ្ងៃនេះបើកូនមានចម្ងល់អាចសួរអ្នកគ្រូនៅពេលក្រោយបានសូមអរគុណសូមជម្រាបលា